បន្ទាន់ថៃសម្រេចបិទព្រំដែនហើយដោយមិនសួរកម្ពុជាថៃបានប្រកាសជាឯកតោភាគីគឺសម្រេចចិត្តដោយខ្លួនឯងតែម្ដងបិទច្រកព្រំដែនជាបណ្ដោះអាសន្នជាមួយកម្ពុជាចាប់ពីថ្ងៃទី7 ខែមិថុនាឆ្នាំ2025នេះទៅដោយមិនទាន់ទទួលបានការយល់ព្រមពីកម្ពុជានេះបើតាមលិខិតជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃនាព្រឹកថ្ងៃទី7 ខែមិថុនានេះស្ថានអគ្គកុងស៊ុលកម្ពុជាចេញសេចក្តីជូនដំណឹងនេះជាបន្ទាន់បន្ទាប់ពីទទួលបានព័ត៌មានពីយោធាថៃប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវអំពីការសម្រេចចិត្តបិទព្រំដែននេះការបិទច្រកព្រំដែននេះគឺបិទតាមបណ្ដោយព្រំដែនក្នុងខេត្តស្រះកែវខាងថៃនិងខេត្តពីរខាងកម្ពុជាគឺបាត់ដំបងនិងបន្ទាយមានជ័យប៉ុន្តែបើផ្អែកលើលិខិតជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាការបិទនេះមិនមែនបិទតែច្រកព្រំដែនក្នុងខេត្តស្រះកែវជាប់ជាមួយខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យនោះទេគឺច្រកតាមបណ្ដាខេត្តផ្សេងៗទៀតក៏នឹងត្រូវបិទជាបន្តបន្ទាប់ដែរភាគីថៃលើកហេតុផលថាការសម្រេចចិត្តបិទព្រំដែននេះគឺដើម្បីរងចាំការចរចាលើចំនួនព្រំដែនរវាងកម្ពុជាថៃបន្ទាប់ពីកម្ពុជាបានបដិសេធមិនព្រមចរចាជាមួយថៃលើចំណុចទាំង4គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3នៅថ្ងៃទី14 ខែមិថុនាឆ្នាំ2025កម្ពុជានឹងរៀបចំប្រជុំគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាថៃនៅរាជធានីភ្នំពេញរឿងអ្វីផ្សេងអាចនិយាយគ្នាបានប៉ុន្តែរឿងប្រាសាទទាំង3និងតំបន់មុំ3ភាគីកម្ពុជានឹងមិនលើកមកដាក់លើតុចរចាជាមួយថៃទៀតឡើយរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តរួចហើយបញ្ជូនរឿងប្រាសាទទាំង3និងតំបន់មុំ3ទៅតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិតែម្ដងកាលពីព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2025កងទ័ពថៃបានលួចចូលដល់លេនដ្ឋានកងទ័ពកម្ពុជានិងបានការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាបណ្ដាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិតនេះជាមូលហេតុដែលរុញរាជរដ្ឋាភិបាលកម្ពុជាឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេប្រទេសហូឡង់ កាសែត The Nation ចុះផ្សាយថាកម្ពុជាដាក់ពង្រាយយោធា 12,000 នាក់នៅតំបន់មុំ3ឆុងបប្រភពពីភ្នាក់ងារសន្តិសុខក្នុងតំបន់ថៃបានរាយការណ៍កាលពីថ្ងៃសុក្រទី6 មិថុនាថាកម្ពុជាបានចល័តកងទ័ពចំនួន 12,000 នាក់ដើម្បីពង្រឹងវត្តមានឈរជើងរបស់ខ្លួននៅតាមព្រំដែនកម្ពុជាថៃក្នុងតំបន់មុំ3ឆុងបគណៈការនេះធ្វើឲ្យភាគីថៃកំពុងបង្ហាញពីការព្រួយបារម្ភនិងខឹងសម្បាជាខ្លាំងនេះបើយោងតាមកាសែត The Nation ប្រភពដែលបានចុះផ្សាយដោយកាសែតខាងលើបន្ថែមថាបុគ្គលិកយោធានិងអាវុធធុនធ្ងន់ត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ចាប់តាំងពីផ្ទុះភាពតានតឹងរវាងកងកម្លាំងកម្ពុជាថៃនៅប្រាសាទតាមាន់ធំនិងតំបន់មុំ3ក្រោយចំនួនផ្ទុះឡើងកម្ពុជាបានបង្កើនវត្តមានយោធានៅតំបន់ផ្ទុះវិវាទថ្មីដោយដាក់ពង្រាយទ័ពជាង 10,000 នាក់និងពង្រីកឃ្លាំងសភាវុធរបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយក្រោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាដល់ក្នុងដីកម្ពុជាបានដាក់ពង្រាយកងទ័ពបន្ថែមចំនួន 3,000 នាក់នាំឲ្យចំនួនកងកម្លាំងកម្ពុជាសរុបនៅតំបន់មុំ3ឆុងបកើនដល់ 12,000 នាក់ប្រភពពីប្រទេសថៃបន្ថែមថាឥឡូវនេះកងទ័ពកម្ពុជាត្រូវបានពង្រាយនៅទូទាំងទីតាំងយុទ្ធសាស្ត្ររួមមានភ្នំ745ភ្នំ641និងតំបន់មុំ3ប្រភពពីភ្នាក់ងារសន្តិសុខថៃបានបង្ហាញទៀតថាកងកម្លាំងកម្ពុជាបានដាក់ទីតាំងកំភ្លើងធំនិងបរិក្ខារសឹកយោធានៅតាមព្រំដែនរួមមានឧបករណ៍បាញ់គ្រាប់រ៉ុកែតកង់6រួមជាមួយរថយន្តដឹករ៉ុកែត60គ្រាប់ឧបករណ៍បាញ់គ្រាប់រ៉ុកែតចម្រុះ OM70 122 មីលីម៉ែត្រកាំភ្លើង SH-1A 155 មីលីម៉ែត្ររថយន្តរ៉ាដា 702D រថក្រោះ T55 កាំភ្លើងធំ M64 130 មីលីម៉ែត្រកាំភ្លើងធំប្រឆាំងយន្តហោះ ZU-23 23 មីលីម៉ែត្រប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈកម្ពស់ទាប QW3 កាំភ្លើងវែង82មីលីម៉ែត្រកាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្រកំភ្លើងធំប្រភេទ85 125មីលីម៉ែត្រកំភ្លើងធំបាញ់ស្វ័យប្រព័ន្ធ SH-1A 155មីលីម៉ែត្រនិងមីស៊ីល BM-21 ជាច្រើនក្រុមនេះបើតាមខ្លឹមសាររបស់កាសែតថៃ The Nation ហើយក៏ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសធ្វើយ៉ាងណាកុំឲ្យបញ្ហាដោះស្រាយនៅចំណុចព្រំដែនប្រមាណចំណុចនេះទៅជារឿងរៀលដាលរហូតទៅដល់ខ្លាយទៅជាចំនួនជាតិសាសន៍នេះគឺមិនចំណេញសម្រាប់ប្រជាពលរដ្ឋយើងទេយើងមានថៃរស់នឹងធ្វើការនៅយើងមានប្រជាជនរស់យើងនៅទីនោះពាណិជ្ជកម្មជាមួយគ្នាម្សិលមិញមានប្រជាពលរដ្ឋថៃប្រហែលជា200នាក់ទៅបាតកម្មនៅមុខទូតយើងនៅបាងកកពេលជាមួយគ្នាមានអ្នកពីក្រៅប្រទេសមួយចំនួនស្រែកខ្មែរយើងលើគ្នាទៅបាតកម្មនៅទូតថៃអារឿងនឹងហើយយើងធ្លាប់ដូច2001ម្ដងបាតកម្មចុះឡើងជ្រុលបែកដុតទូតដោយព័ត៌មានខ្លាំងបង្កើតកំហឹងរវាងប្រជាជននិងប្រជាជនបងប្អូនដែរនៅបាងកកប្រជាជន5លានអ្នកជាងបូកទាំងនៅជុំវិញបាងកកជាង11លានអ្នកបើប្រជាជនថៃទាំងអស់ស្អប់ខ្មែរមិនមែនតែ200អ្នកទៅបាតកម្មទេនិយាយឲ្យត្រង់ចឹងបងទៅអញ្ចឹងបានន័យថាប្រជាជនយើងទាំងពីរ
មានអ្នកស្រឡាញ់ជាតិអ្នកខ្លះស្មារតីជាតិនិយមជ្រុលតិចប៉ុន្តែរឿងព្រំដែនទុកឲ្យរឿងព្រំដែនហើយជឿទុកចិត្តលើរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងជាអ្នកដោះស្រាយបញ្ហានៅកន្លែងណាដែលកើតហេតុក្រៅពីនឹងកុំពង្រីកបញ្ហាទៅជាទំនាស់រវាងជាតិនិងជាតិបាទព្រោះបើសិនជាជាតិនិងជាតិគឺរៀលពេញប្រទេសចាប់ខ្មែរបញ្ជូនចាប់ថៃបញ្ជូនទៅវិញទៅមកវាអត់ទេយើងរក្សាស្ថិរភាពរក្សាសាមគ្គីភាពមិត្តភាពរឿងវាកើតវាដោះបញ្ចប់អញ្ចឹងរឿងនេះខ្ញុំសូមឲ្យបងប្អូនរក្សាភាពនឹងនៅភាពស្ងៀមស្ងាត់ជឿទុកចិត្តលើរាជរដ្ឋាភិបាលការប្រើប្រាស់យន្តការបច្ចេកទេសយន្តការច្បាប់អន្តរជាតិនឹងបើចាំបាច់ការពារបូរណភាពទឹកដីប្រើប្រាស់យន្តការកងកម្លាំងប្រដាប់អាវុធរបស់យើងដើម្បីការពារដោះស្រាយបញ្ហាការពារបូរណភាពទឹកដីរបស់យើងកុំចូលបង្កើតជាចំនួនតាម Facebook ឈានទៅដល់ការវាយគ្នាបរាជ័យម្ដងមិនអស់ចិនថៃស្នើលើកទី2សូមឲ្យដកទ័ពចេញពីតំបន់មុំបីតែកម្ពុជាបដិសេធផឹងតែម្ដងប្រមិត្តរទស្សនិកជនកម្ពុជាប្រកាសបដិសេធជាថ្មីមិនព្រមដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីជាដាច់ខាត់ការបដិសេធនេះធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជានៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រីភូមិធម្មវិជ្ជឆៃរដ្ឋមន្ត្រីការពារជាតិថៃដែលបានស្នើសុំក្នុងជំនួបផ្ទាល់មុខគ្នានៅស្រុកអរញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃកាលពីរសៀលថ្ងៃទី5មិថុនាឆ្នាំ2025ព័ត៌មានបង្ហោះលើទំព័រ Facebook ក្រសួងការពារជាតិកម្ពុជាសរសេរថាប្រមុខការពារជាតិប្រទេសទាំងពីរបានពិភាក្សាគ្នាពាក់ព័ន្ធបញ្ហាព្រំដែនដោយឯកភាពកាត់បន្ថយភាពតានតឹងតាមរយៈការរក្សាការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមកនិងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀតក្នុងគោលបំណងជៀសវាងការប៉ះទង្គិចយោធាគ្នាកម្ពុជាថៃប៉ុន្តែនៅពេលនិយាយដល់បញ្ហានៅតំបន់មុំបីរដ្ឋមន្ត្រីការពារជាតិថៃក៏ស្រាប់តែស្នើសុំម្ដងទៀតឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ហើយត្រូវរដ្ឋមន្ត្រីការពារជាតិកម្ពុជាបដិសេធភ្លាមៗតែម្ដងដោយមិនទទួលយកការស្នើនេះដាច់ខាត់លោកឧបនាយករដ្ឋមន្ត្រីទាសីហាអះអាងថាកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេព្រោះតំបន់មុំបីជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមកភាគីកម្ពុជាមិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយនិងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយក្រៅពីនោះលោកក៏បាននិយាយភ្ជាប់ទៅនឹងវិវាទនៅតំបន់មុំបីប្រាសាទតាមុនធំប្រាសាទតាមុនតូចនិងប្រាសាទតាក្របីដែរដរាបណាភាគីថៃនៅប្រើផែនទីខុសគ្នាមាត្រដ្ឋានខុសគ្នានោះយើងនឹងមិនអាចរកចំណុចកណ្ដាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយគួររំលឹកដែរថានេះគឺជាលើកទី2ហើយដែលកម្ពុជាបដិសេធមិនព្រមដកទ័ពចេញពីតំបន់មុំបីឆងបកក្រោយហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពកម្ពុជាថៃនៅតំបន់មុំបីមេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកនាយឧត្តមសេនីយ៍ម៉ៅសុផាន់និងមេបញ្ជាការកងទ័ពជើងគោកថៃលោកផាណាផ្លូវផ្លត់ធុងបានជួបចរចាទល់មុខគ្នាដើម្បីរកដំណោះស្រាយក្នុងជំនួបកាលនោះមេបញ្ជាការកងទ័ពជើងគោកថៃស្នើសុំកងទ័ពប្រទេសទាំងពីរដកថយ200ម៉ែត្រមកខាងម្នាក់ចេញពីតំបន់មុំបីតែត្រូវមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបដិសេធ